រៀបបងប្អូនជាទីមេត្រីจะไปថ្ងៃនេះទៅតែប្រលះគ្នាจะไปបាក់រកចង់ជួនដឿនអើយបំបាក់មុខអីសិស្សប្អូនក្តៅអីណាស់ទាំងរាត្រីឥឡូវសុំសួរមួយទៅទៀតសូមប្រុសឆ្លៀតសារជាថ្មីបាញ់មិញខ្ញុំចាញ់គេអញ្ចឹងបានជាឪម៉ែនៅខាងចន្ទ្រីសូមមកជួយទាំងដៃលប៉េះលប៉ោះអត់សូវទាំងដៃសោះប្រហែលអត់ទុកចិត្តចំណាយដួងសុខាទេណាលោកជាទីមេត្រីឥឡូវដឿនណាយអើយដឿនល្បីល្បឿនខាងសំដីសូមស្ដាប់ចម្រៀងយប៉ៃខ្ញុំសួរនៃដូចតទៅអាឡានមួយដឹកមនុស្ស30នាក់ពីស្វាយរៀងឈៀងអាគ្នេអូតកង់នឹងមិនបាច់សួរឈ្មោះទេពីស្វាយរៀងឈៀងអាគ្នេសំដៅទៅភ្នំពេញខ្ញុំសួរឲ្យចេះវិញថាអ្នកជិះទាំង30នាក់សុំបញ្ជាក់ទៅតាចាបៃថាចុះនៅស្វាយទៀតចំនួន10នាក់ក្រោលគោចំនួន10នាក់កំពុងតបែកចំនួន10នាក់ប្រគេយប្រុសវលាក់ចាំស្ដាប់ចំនួនខាងឆ្វេងដៃអើយថាចុះកន្លែងណាច្រើនជាងគេសុំប្រុសរេឲ្យដឹងអីហើយកុំនិយាយឲ្យរឿង300ហ្នឹងមកលោកឡំអីថ្លៃខ្ញុំលេងលខោនទេណាចង់ឥឡូវឆ្លើយទៅចុះប្រុសអើយមកឃ្លាម្នាក់អូយម្នាក់ឯងមិនមែនម្នាក់ឯងទេណាប្រុសថ្លៃមកដល់ស្វាយរៀងកកោកដៀងជ្រក់នឹងសណ្ដែកដឿនឯងបកែចម្លែកសួរខ្ញុំបះជើងបះដៃឥឡូវឲ្យឆ្លើយទៅប្រុសកៃពៅឲ្យនៅទៅអីបើអ្នកបកែប្រកបបញ្ញាវៃអើយសំដងទៀតចាប់ចបៃខ្ញុំសួរទីក្តីម្ដងទៀតទៅអាឡានក្រុងមួយចេញពីស្វាយរៀងឈៀងអាគ្នេដល់កងវាអត់ប្រាប់ឈ្មោះទេហើយចុះនៅខាងស្វាយជ្រុំស្វាយទៀតចំនួន10នាក់នឹងខ្ញុំបាទក៏សូមបញ្ជាក់ថា10នាក់ទៀតចុះក្នុងក្រៅគោ3នាក់30សំទោសសួរខុសទៅហើយចងោបាក់រកចុងជួនម្លេះលោកម្ចាស់ថ្លៃនឿនអើយទុកទូរស័ព្ទទៅកំជុំបាច់ចុះចុចកាសចូលទេខំសង្ឃឹមអីស្ដាប់សំណួរខ្ញុំម្ដងទៀតមិនចុចកាសចូលប្រាក់និវត្តន៍លូតចូលស្ដាប់សំណួរខ្ញុំម្ដងទៀតបើសិនដឿនឯងល្ងងអាចពឹងញាតឲ្យជួយឆ្លើយប្រងព្រាតក្នុងរាត្រីថាឡានមួយចេញពីស្វាយរៀងទៅភ្នំពេញស្ដាប់ហើយកុំធ្វើមាត់ស្ញែងហើយចុះនៅស្វាយជ្រុំ10នាក់ខ្ញុំបាទឲ្យប្រាប់ទៅប្រុសវលាក់ចុះក្រោលគោ10នាក់10នាក់ទៀតចុះនៅកំពង់តបែកអូយសំណួរហ្នឹងបែបត្រង់ផ្លែកតែសំណួរតែចុះកន្លែងណាច្រើនជាងគេណាប្រុសថ្លៃឆ្លើយទៅឆ្លើយទៅនៅសំកុកដងត់អី